តែលោកអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអគារនិងការិយាល័យរបស់លោកអ្នករក្សាបាននូវស្ថានភាពត្រជាក់ល្មមនិងខ្យល់បរិសុទ្ធល្អចម្លើយគឺស្ថិតនៅក្នុងប្រព័ន្ធ HVAC ការដឹងច្បាស់ពីប្រព័ន្ធទាំងអស់នេះអាចជួយលោកអ្នកពីការខាតបង់នានានាពេលអនាគតប្រព័ន្ធ HVAC មានផ្នែកសំខាន់ៗ3ដែលធ្វើការជាមួយគ្នាទី1ការកម្ដៅទី2ការបញ្ចេញខ្យល់ទី3ការត្រជាក់ម៉ាស៊ីនសំខាន់ដូចជាម៉ាស៊ីនត្រជាក់ការគ្រប់គ្រងខ្យល់និងបំពង់ខ្យល់គឺជាមូលដ្ឋានគ្រឹះដែលធានាបាននូវគុណភាពខ្យល់នៅក្នុងអគារនិងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលនោះអាចប៉ះពាល់ទៅដល់សុខភាពនិងការចំណាយកើនឡើងក្រុមហ៊ុន KDC យើងខ្ញុំមានក្រុមការងារជំនាញដែលយល់ច្បាស់ពីគ្រប់ជ្រុងជ្រោយនៃបរិក្ខារនីមួយៗកុំរងចាំដល់ប្រព័ន្ធ HVAC របស់លោកអ្នកជួបបញ្ហាទៅធ្វើការថែទាំធានានូវគុណភាពខ្យល់និងសន្សំសំចៃថាមពលនៅថ្ងៃនេះតាក់ទងមកកាន់ក្រុមការងាររបស់ពួកយើងដើម្បីទទួលបានសេវាកម្មពិនិត្យនិងពិគ្រោះដោយឥតគិតថ្លៃ